នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងម្ដងជាពិសេសនៅក្នុងរាជធានីភ្នំពេញវាបង្កការគំរាមកំហែងទៅដល់ផ្លូវថ្នល់ផ្ទះសម្បែងកាន់តែអាក្រក់ជាងនេះទៅទៀតវាបានធ្វើឲ្យបាត់បង់អាយុជីវិតរបស់ប្រជាជនក្នុងពេលនេះផងដែររាជរដ្ឋាភិបាលកំពុងប្រញាប់ប្រញាល់ធ្វើយ៉ាងណាដើម្បីបញ្ចប់គម្រោងដ៏ធំមួយដែលនឹងជួយទីក្រុងភ្នំពេញប្រយុទ្ធប្រឆាំងនឹងទឹកជំនន់ដែលប៉ះពាល់ទៅលើការរស់នៅរបស់ប្រជាជនរាជរដ្ឋាភិបាលបានបញ្ចេញថវិកាជាង$300 លានសម្រាប់គម្រោងដ៏ធំមួយដែលមានមុខព្រួញសំខាន់ៗពីរមុខព្រួញទី1គឺការបើកប្រឡាយថ្មីចំនួន10ខ្សែដែលមានប្រវែង260គីឡូម៉ែត្រដើម្បីបញ្ជះទឹកពីស្ទឹងព្រៃថ្នោតឲ្យចេញទៅក្រៅទីក្រុងភ្នំពេញមុខព្រួញទី2គឺការស្ដារឡើងវិញនិងពង្រីកប្រព័ន្ធលូបង្ហូរទឹកនៅក្នុងរាជធានីភ្នំពេញទឹកជំនន់នៅរាជធានីភ្នំពេញគឺបណ្ដាលមកពីស្ទឹងព្រៃថ្នោតការកើនឡើងកម្ពស់ទឹកទន្លេដូចជាទន្លេសាបទន្លេចាក់តមុកទន្លេបាសាក់និងទឹកភ្លៀងនៅក្នុងភ្នំពេញផ្ទាល់ផ្លូវទឹករបស់មាត់ស្ទឹងព្រៃថ្នោតរួមតូចជាងមុនដោយសារតែការសាងសង់សំណង់ផ្សេងៗដែលខុសច្បាប់នៅតាមមាត់ទឹកដែលអាចឲ្យទឹកហៀរចេញពីក្រៅស្ទឹងនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងស្ថានភាពដីប្រែប្រួលពីដីព្រៃទៅជាដីកសិកម្មនៅរយៈពេល20ឆ្នាំចុងក្រោយនេះធ្វើឲ្យលំហូរទឹកខ្លាំងជាងមុនពីព្រោះឫសរបស់ដើមឈើស្រូបយកទឹកហើយបញ្ចេញទឹកមកវិញយឺតៗដែលវាជារបាំងការពារទឹកជំនន់មួយអាកាសធាតុប្រែប្រួលដែលធ្វើឲ្យបរិមាណទឹកភ្លៀងនៅខាងលើដងស្ទឹងមានចំនួនច្រើនជាងធម្មតាដែលអាចធ្វើឲ្យតំបន់នៅខាងក្រោមខ្សែទឹកស្ទឹងលិចលង់ដូចនេះទឹកជំនន់នៅភាគខាងត្បូងរាជធានីភ្នំពេញកាន់តែជន់ធំទៅណាលោកគ្រូពិបាកដូចថាពិបាកទឹកឡើងចឹងពិបាកយកអីវ៉ាន់ចឹងទៅមន់ទាងាប់អីចឹងទៅហើយកូនចៅរៀនអ្នកធ្វើការពិបាកមកចាប់ទាំងអស់ឆ្នាំមុននេះឆ្នាំនេះខ្ញុំអត់បានដឹងតែឆ្នាំមុនធំលិចបាត់លិចក្បាលបាត់អីវ៉ាន់អត់ទាន់ខ្ញុំឆ្នាំទៅមួយខ្ញុំជូនអីវ៉ាន់អត់ទាន់ទេលិចអស់លីងខោអាវអីវ៉ាន់វាឡើងមកដល់លើហ្នឹងឡើងធំនេះឡើងព្រៀបខ្នល់ខ្ញុំខ្លាចភ័យរត់4កូនចៅរត់ស្ទឹងព្រៃថ្នោតមានប្រវែងប្រហែលជា232គីឡូម៉ែត្រមានប្រភពទឹកចេញពីភ្នំឱរ៉ាល់ខេត្តកំពង់ស្ពឺភាគខាងកើតនៃជួរភ្នំក្រវាញបានហូរកាត់ខេត្តកំពង់ស្ពឺបន្តទៅក្រុងតាខ្មៅហើយក៏ហូរចាក់ទៅទន្លេបាសាក់ក្នុងការដោះស្រាយចំនួនស្ទឹងព្រៃថ្នោតមកកាន់រាជធានីភ្នំពេញរាជរដ្ឋាភិបាលបានប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រនៅលើដងស្ទឹងព្រៃថ្នោតដូចជាទំនប់ទឹកតាសាលនិងទំនប់ទឹក7មករាដើម្បីគ្រប់គ្រងលំហូរទឹកស្ទឹងព្រៃថ្នោតមកកាន់ខ្សែទឹកខាងក្រោមដោយជៀសវាងការលិចលង់ឬក៏មានគ្រោះរាំងស្ងួតនៅភាគខាងត្បូងរាជធានីភ្នំពេញរដ្ឋក៏បានជីកនិងពង្រីកផ្លូវទឹក3កន្លែងសំខាន់ៗក្នុងការបញ្ជះទឹកជំនន់ពីស្ទឹងព្រៃថ្នោតទី1ប្រឡាយរលាំងជ្រៃខាងជើងដែលមានប្រវែង35គីឡូម៉ែត្រត្រូវបានជីកនិងស្ដារដើម្បីបញ្ជះទឹកពីស្ទឹងព្រៃថ្នោតចំនួន100ម៉ែត្រគីបឬក៏ស្មើទៅនឹង1លានលីត្ររួមទាំងទឹកភ្លៀងពីទីប្រជុំជនភាគខាងជើងភ្នំពេញដូចជាតំបន់កំបូលក្រាំងធ្នងឬក៏កប់ស្រីជាដើមទៅកាន់ទន្លេសាបទី2ប្រឡាយរលាំងជ្រៃខាងត្បូងដែលមានប្រវែង63គីឡូម៉ែត្រក៏ជួយបញ្ជះទឹក100ម៉ែត្រគីបក្នុង1វិនាទីពីស្ទឹងព្រៃថ្នោតដែររួមទាំងទឹកនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញដែលមានដូចជាតំបន់ខណ្ឌដង្កោឬក៏តំបន់នៅខាងភ្នំតាម៉ៅជាដើមដែលរំដោះទឹកពីស្ទឹងស្លាគូនៅខេត្តតាកែវចុងក្រោយក៏ហូរចាក់ទៅដល់ព្រែកជីកហ្វូណនដែលព្រែកជីកនេះជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជាទី3ស្ទឹងតូចដែលមានប្រវែងសរុប51គីឡូម៉ែត្រក៏មានតួនាទីជួយពង្រឹងទឹកពីស្ទឹងព្រៃថ្នោតចំនួន300ម៉ែត្រគីបក្នុង1វិនាទីនិងភាគខាងត្បូងនៃរាជធានីភ្នំពេញផងដែរដូចជាទន្លេបាទីនិងបឹងជើងលងក្បែរអាកាសយានដ្ឋានអន្តរជាតិតេជោហើយជាចុងក្រោយក៏បញ្ចេញទឹកទៅហូរចាក់នៅឯទន្លេបាសាក់នេះគម្រោងដែលយើងគឺថាបដោះទឹកយ៉ាងណាឲ្យបានច្រើនដើម្បីកុំឲ្យបុកមកសម្ពាធទៅលើស្ទឹងព្រៃថ្នោតហើយយើងចាក់កាត់ទៅខាងតាកែវកំពង់ស្ពឺខេត្តកណ្ដាលទៅបាទីហើយចាក់ទៅទន្លេបាសាក់ការកើនឡើងកម្ពស់ទឹកទន្លេក៏អាចបណ្ដាលឲ្យប្រព័ន្ធប្រឡាយដែលជួយបង្ហូរទឹកចេញពីទីក្រុងភ្នំពេញធ្វើការយឺតជាងមុនផងដែរនៅពេលទឹកមានកម្ពស់ខ្ពស់ពេកទឹកទន្លេក៏អាចហៀរចូលទីក្រុងវិញផងដែរដើម្បីគ្រប់គ្រងលំហូរទឹករដ្ឋបានកសាងប្រព័ន្ធធារាសាស្ត្រនៅតាមដៃទន្លេមេគង្គដូចជាវារីអគ្គិសនីសេសានក្រោម2ឬក៏ព្រែកជីកហ្វូណនតេជោទោះបីជាសំណង់ទាំងនេះមិនបានបង្កើតឡើងដើម្បីការពារទឹកជំនន់ក៏ដោយក៏វាអាចជួយគ្រប់គ្រងលំហូរទឹកបានខ្លះៗផងដែរដើម្បីគ្រប់គ្រងតុល្យភាពទឹករាជរដ្ឋាភិបាលកម្ពុជាក៏ត្រូវធ្វើការជាមួយនឹងគណៈកម្មាធិការទន្លេមេគង្គនិងប្រទេសជិតខាងជៀសវាងគ្រោះទឹកជំនន់ឬក៏គ្រោះរាំងស្ងួតនៅរាជធានីភ្នំពេញរួមទាំងប្រទេសកម្ពុជាទាំងមូលផងដែរនិងធានាថាប្រព័ន្ធរំដោះទឹកចេញពីរាជធានីភ្នំពេញធ្វើការបានយ៉ាងល្អប្រសើរការធ្លាក់ភ្លៀងនៅក្នុងរាជធានីភ្នំពេញផ្ទាល់ក៏ជាដើមហេតុមួយបណ្ដាលឲ្យមានទឹកជំនន់ផងដែរដូចនេះដើម្បីដោះស្រាយបញ្ហាចំនួនទឹកភ្លៀងនៅក្នុងទីក្រុងផ្ទាល់រាជរដ្ឋាភិបាលនឹងធ្វើការស្ដារប្រឡាយនិងអភិវឌ្ឍប្រព័ន្ធលូនៅក្នុងទីក្រុងឲ្យកាន់តែល្អប្រសើរការរៀបចំស្ដារប្រព័ន្ធលូដាក់លូថ្មីហើយលូចាស់ដែលពីមុនមកតូចយើងកាយហើយយើងដាក់ថ្មីដើម្បីបដោះធំហើយទី3រៀបចំបន្ថែមស្ថានីយ៍បូមទឹកនិងបង្កើនសមត្ថភាពស្ថានីយ៍បូមទឹកនៅក្នុងរាជធានីភ្នំពេញហើយផែនការនេះក៏បានចាប់ផ្ដើមជាបដាហើយកំពុងតែសិក្សានឹងការដោះស្រាយផលប៉ះពាល់
រាជរដ្ឋាភិបាលបានកសាងស្ថានីយ៍បូមទឹកថ្មីនៅក្នុងទីក្រុងភ្នំពេញចំនួន4កន្លែងដើម្បីកាត់បន្ថយការលិចទឹកនៅក្នុងក្រុងដូចជាស្ថានីយ៍បូមទឹកសាក់សំពៅដែលបូមទឹកពីតំបន់ដែលលិចលង់ក្បែរនោះទៅកាន់ស្ទឹងព្រែកថ្នោតទោះបីជាគម្រោងស្ដារនិងពង្រីកប្រព័ន្ធលូបង្ហូរទឹកនៅភ្នំពេញបានបញ្ចប់ក៏ដោយក៏នៅតាមផ្លូវមួយចំនួនអាចប្រឈមមុខនឹងការលិចទឹកដដែលពីព្រោះមិនមែនដោយសារតែគម្រោងមានបញ្ហានោះទេតែវាគឺជាសម្រាមនៅតាមមាត់លូឬក៏នៅក្នុងលូដែលធ្វើឲ្យទឹកហូរយឺតជាងធម្មតាដូចនេះការបោះចោលសម្រាមឲ្យបានត្រឹមត្រូវគឺជាកាតព្វកិច្ចរបស់យើងគ្រប់គ្នានៅពេលខ្លះទៀតនៅក្នុងទីក្រុងភ្នំពេញក៏មានភ្លៀងធ្លាក់ខ្លាំងរហូតទៅដល់ 5-6 ម៉ោងជាប់គ្នាដែលត្រូវបានគេចាត់ទុកថាជាគ្រោះធម្មជាតិយើងមិនអាចជៀសវាងពីគ្រោះធម្មជាតិបាន 100% នោះទេតែសមិទ្ធផលដែលយើងមានក៏អាចកាត់បន្ថយផលប៉ះពាល់នៃគ្រោះធម្មជាតិបានមួយផ្នែកធំផងដែរទោះជាយ៉ាងណាគម្រោងបញ្ជាទឹកជំនន់ចេញពីរាជធានីភ្នំពេញមិនត្រឹមតែការពារទឹកជំនន់តែមួយមុខនោះទេតែវាក៏បានជួយសម្រួលទៅលើការធ្វើកសិកម្មទៅលើដីប្រមាណជា 50,000 ហិកតារបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះរួមទាំងការនេសាទការប្រើប្រាស់ទឹកទៅលើតម្រូវការប្រចាំថ្ងៃជាទីតាំងមួយសម្រាប់សម្រាកលំហែកាយនិងការបង្កើនការងារដល់ប្រជាជនយើងផងដែរក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រហើយដោយដែលសម្ដេចបានមានប្រសាសន៍ថាយើងមិនអាចបញ្ជាទឹកភ្លៀងឲ្យត្រូវធ្លាក់ប៉ុន្មាននោះទេតែយើងអាចខិតខំដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធឲ្យអស់លទ្ធភាពនិងបច្ចេកវិទ្យាដែលយើងមាន